ជំរាបសួរដល់បងប្អូនពុកម៉ែទាំងអស់ហើយនឹងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខរាជរដ្ឋាភិបាលហើយអរគុណដល់សន្តិភាពដែលសម្ដេចតេជោនាំមកដល់ប្រទេសខ្មែរខ្ញុំវេជ្ជបណ្ឌិតមាសរុនបានរៀនដល់អនុបណ្ឌិតផ្នែកគ្រប់គ្រងសប្តាហ៍ថ្ងៃនេះជាបេក្ខជនបណ្ឌិតសុខភាពសាធារណៈនៅរាជបណ្ឌិតសភានៅក្នុងមន្ទីរពេទ្យ KV នេះខ្ញុំជាសហស្ថាបនិកជាមួយនឹងលោកឯកឧត្តមវេជ្ជបណ្ឌិតកែវវណ្ណៈហើយនិងលោកជំទាវមន្ទីរពេទ្យ KV នេះមានដើមកំណើតចេញពី clinic កែវវណ្ណៈដែលលោកដុកទ័រកែវវណ្ណៈនឹងគាត់បានរៀបចំដំបូងជាបន្ទប់ពិគ្រោះឆ្នាំ1997ហើយគាត់ក៏វិវត្តខ្លួនមកជា clinic នៅឆ្នាំ2000ដាក់ clinic កែវវណ្ណៈដែលមានអាសយដ្ឋាននៅទីរួមខេត្តកំពង់ចាមប្រទេសជាតិរីកចម្រើនរាជរដ្ឋាភិបាលក៏រីកចម្រើនហើយក្រសួងសុខាភិបាលរីកចម្រើនដើម្បីយើងអភិវឌ្ឍខាងវិស័យសុខាភិបាលលោកអាដាមកែវវណ្ណៈនិងលោកជំទាវក៏បានមានគំនិតចង់អភិវឌ្ឍ clinic កែវវណ្ណៈហ្នឹងទៅជាមន្ទីរពេទ្យ KV នៅឆ្នាំ2018គណៈគ្រប់គ្រង clinic ក៏បានរៀបចំចុះបញ្ជីមន្ទីរពេទ្យ KV នេះនៅក្រសួងពាណិជ្ជកម្មឆ្នាំ2019យើងបានចុះមករៀបចំការដ្ឋានហើយឆ្នាំ2020យើងបានសាងសង់ហើយ2021នេះក៏យើងបានទទួលអ្នកជំងឺថ្ងៃ1ខែ1 2021ហើយយើងក៏បានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលនៅពេលដែលយើងមាន COVID pandemic ការរាតត្បាតរបស់ COVID ដែលគាត់ចាប់ផ្ដើមឡើងនៅចុងឆ្នាំ2019នៅប្រទេសចិនហើយក៏បានរៀបដាលជុំវិញពិភពលោកហើយយើងបានបើកទទួលជំងឺ COVID នេះនៅខែ9ឆ្នាំ2021យើងបានរួមចំណែកព្យាបាលជំងឺ COVID បាទជារាប់ពាន់នាក់រាប់ម៉ឺននាក់នៅក្នុងទឹកដីក្បូងឃ្មុំកំពង់ចាមហើយក៏មានបងប្អូនប្រជាពលរដ្ឋគាត់មកតាំងពីសៀមរាបតាំងពីកំពង់ធំមានមកពីខាងភ្នំពេញហើយមកខាងពីរតនគិរីមណ្ឌលគិរីកញ្ចេះស្ទឹងត្រែងហើយមានផ្នែកខ្លះនៅព្រៃវែងមន្ទីរពេទ្យ KV ក៏ដូចជា clinic កែវវណ្ណៈគឺយើងមានសេវាកម្មធំជាមជ្ឈមណ្ឌលព្យាបាលជំងឺដាច់សរសៃឈាមភាសាបច្ចេកទេសហៅ stroke គ្រោះថ្នាក់ចរាចរណ៍ធំឬក៏គ្រោះថ្នាក់ចរាចរណ៍ដែលបងប្អូនយើងជួបប្រទះនៅតាមដងផ្លូវគឺគាត់អាចមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ KV គឺរយៈពេល24ម៉ោងលើ24ម៉ោងវះកាត់ធំវះកាត់សរសៃប្រសាទឬក៏វះកាត់ដុំមហារីកដោយគ្មានការឈឺចាប់ពិនិត្យម៉ាស៊ីន MRI ម៉ាស៊ីន CT scan បងប្អូនសាស្ត្រីមានដុំសដន់គឺជាកត្តាមួយដែលអាចវិវត្តទៅជាជំងឺមហារីកដោះអញ្ចឹងយើងមានម៉ាស៊ីន Mammography បាទបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសជប៉ុនយើងមានខាងផ្នែក Endoscopy ហ្នឹងគឺសម្រាប់ដែលជាពលរដ្ឋទាំងអស់អាចមក check up ជាពិសេសបងប្អូនបរោះដែលមានអាយុចាប់ពី40ឡើងទៅលើគាត់ត្រូវតែមកធ្វើ gastroscopy និង coloscopy ដើម្បីថាតើនៅក្នុងប្រដាប់លេហរបស់យើងនឹងមានដុំឬអត់ពីព្រោះបងប្អូនបរោះដុំមហារីកភាគច្រើនចេញពីប្រដាប់លេហហើយបងប្អូនស្ត្រីគឺបើមហារីកភាគច្រើនចេញពីដុំដោះហើយនឹងមហារីកមាត់ស្បូនអញ្ចឹងមន្ទីរពេទ្យ KV គឺមានសេវាអស់នេះសម្រាប់ប្រជាពលរដ្ឋដែលនៅក្នុងកំពង់ចាមក្បូងឃ្មុំកញ្ចេះព្រៃវែងស្វាយរៀងមណ្ឌលគិរីរតនគិរីផ្នែកខ្លះនៃកំពង់ធំឬក៏ប្រជាពលរដ្ឋទូទាំងប្រទេសបើសិនជាពេញចិត្តអាចអញ្ជើញមកមន្ទីរពេទ្យ KV ដែលយើងមានសេវាហើយមន្ទីរពេទ្យ KV មានសេវាមួយទៀតគឺផ្នែកគេហៅថា Hemodialysis Center ផ្នែកលាងឈាមមជ្ឈមណ្ឌលលាងឈាមរបស់មន្ទីរពេទ្យ KV នេះគឺសប្តាហ៍ថ្ងៃបានទទួលការគាំទ្រពីលោកអ៊ំលោកពូលោកមីងប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងតំបន់នេះគឺគាត់បានទទួលសេវាដោយសារកាលពីមុនគាត់ទៅទទួលសេវាលាងឈាមនៅប្រទេសជិតខាងហើយឥឡូវនេះដល់ពេលមន្ទីរពេទ្យ KV មានមជ្ឈមណ្ឌលលាងឈាមគឺគាត់មកទទួលសេវានៅមន្ទីរពេទ្យ KV នៅភូមិទួលវិហារឃុំជីរ៉ូ2ស្រុកក្បូងឃ្មុំខេត្តត្បូងឃ្មុំអញ្ចឹងក្នុងនាមមន្ទីរពេទ្យ KV ក្នុងនាមគណៈគ្រប់គ្រងក៏ត្រូវតែខិតខំអភិវឌ្ឍ KV ឲ្យបាន digital ហើយដូចថ្ងៃនេះគឺ
ជាក់ស្ដែង KV បានប្រើប្រព័ន្ធ digital ដើម្បីគ្រប់គ្រងដំណើរការ clinic កែវណ្ណៈហ្នឹងជាមួយនឹងពេទ្យយើងបាទជាច្រើនឆ្នាំមកហើយឥឡូវនេះ KV ក៏បានចុះកិច្ចព្រមព្រៀងដើម្បីប្រើប្រព័ន្ធពេទ្យយើងនៅក្នុងមន្ទីរពេទ្យ KV បាទហើយ KV ក៏បានសហការជាមួយនឹងពេទ្យយើងដែលគាត់មានពេទ្យយើង eHealth ID គឺគាត់មានគោលបំណងមួយគាត់ដើម្បីឲ្យប្រជាពលរដ្ឋណាត់ពេទ្យទៅតាម app របស់ពេទ្យយើង eHealth ID គណៈគ្រប់គ្រងរបស់មន្ទីរពេទ្យ KV ក៏បានរៀបចំផលិតផលមួយហើយបានសហការជាមួយនឹងពេទ្យយើងដែរដើម្បីផ្សព្វផ្សាយគឺគេហៅថាកញ្ចប់សុខភាពប្រជាជនចប់សុខភាពប្រជាជននេះគឺយើងនឹងចេញដល់ជូនប្រជាពលរដ្ឋនៅថ្ងៃ1ខែ8ឆ្នាំ2023តម្លៃដែលបងប្អូនប្រជាពលរដ្ឋជាវឬក៏ថាបង់ជូនមន្ទីរពេទ្យនោះមួយខែតែ14,500 រៀលទេក្នុងមួយខែអញ្ចឹងគាត់បានទទួលសេវាថែទាំសុខភាពពីមន្ទីរពេទ្យ KV ហើយនិង clinic កែវណ្ណៈទីមួយភាពងាយស្រួលគាត់អាចណាត់ទៅតាមប្រព័ន្ធ digital app របស់ពេទ្យយើង eHealth ID គាត់អាចមានទទួលការបញ្ចុះតម្លៃបាទអរគុណដល់បងប្អូនដែលបានមកធ្វើការសហការជាមួយនឹងមន្ទីរពេទ្យ KV ហើយក៏សូមអរគុណដល់រាជរដ្ឋាភិបាលដែលមានប្រមុខរដ្ឋាភិបាលសម្ដេចតេជោហើយអរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលទាំងអស់ដែលបានខិតខំអភិវឌ្ឍវិស័យសុខាភិបាលយើងអាចប្រៀបធៀបអាចស្មើមុខស្មើមាត់ជាមួយនឹងប្រទេសជិតខាងបាទគឺដោយសារក្រសួងសុខាភិបាលមានការចង្អុលបង្ហាញពីរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខហើយអរគុណដល់ប្រជាពលរដ្ឋអរគុណដល់បងប្អូនអ្នកជំងឺដែលបានយកចិត្តទុកដាក់ដែលបានផ្ដល់ទំនុកចិត្តដល់មន្ទីរពេទ្យ KV បានផ្ដល់ទំនុកចិត្តដល់មន្ទីរពេទ្យព្យាបាល clinic កែវណ្ណៈក្នុងនាមគណៈគ្រប់គ្រងសូមអរគុណហើយនឹងសង្ឃឹមថាបងប្អូននៅក្នុងខេត្តកំពង់ចាមត្បូងឃ្មុំកាចេះព្រៃវែងស្វាយរៀងរតនគិរីមណ្ឌលគិរីស្ទឹងត្រែងនិងបងប្អូននៅខេត្តដទៃទៀតនឹងផ្ដល់ទំនុកចិត្តនឹងឲ្យមន្ទីរពេទ្យ KV មានបេសកកម្មតទៅមុខទៀតដើម្បីបម្រើសុខភាពប្រជាពលរដ្ឋបាទសូមអរគុណ